ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទមួយនេះនៅក្នុងវីដេអូមួយនេះដែរខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនានៅរមណីយដ្ឋានមួយកន្លែងនៅក្នុងខេត្តស្វាយរៀងរបស់យើងដោយរមណីយដ្ឋានមួយនេះមានឈ្មោះថា Resort កូនកាត់ដូច្នេះចង់ដឹងថាទស្សនវិជ្ជានៅ Resort កូនកាត់មួយនេះមានលក្ខណៈដូចម្តេចខ្លះសូមអញ្ជើញពុកម៉ែបងប្អូនតាយាយទាំងអស់គ្នាមកតាមដានទស្សនាវីដេអូមួយនេះជាមួយខ្ញុំបាទទាំងអស់គ្នាហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនទុកជាមុនដោយសារខ្ញុំប្រាស្រ័យពី2ថ្ងៃហើយសំឡេងក៏រៀងស្អកអញ្ចឹងប្រសិនបើសំឡេងរបស់ខ្ញុំពិបាកស្ដាប់ក៏សូមអធិស្ឋានពុកម៉ែបងប្អូនទាំងអស់គ្នាទុកជាមុនផងដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការយោគយល់នៅបញ្ហាមួយនេះអញ្ចឹងយើងមកតាមដានវីដេអូទាំងអស់គ្នាបន្តទៀតតាមពិតទៅគឺខ្ញុំធ្លាប់បានមកម្ដងហើយនៅក្នុង Resort កូនកាត់នេះប៉ុន្តែខ្ញុំមកលើកទី1នោះគឺអត់បានទិញសំបុត្រចូលទៅកន្លែងលេងទេដូច្នេះនៅក្នុងវីដេអូមួយនេះខ្ញុំនឹងទៅទិញសំបុត្រដើម្បីចូលទៅបង្ហាញពុកម៉ែបងប្អូនអរគ្នានៅកន្លែងលេងដែលសប្បាយជាងគេនៅក្នុង Resort កូនកាត់មួយនេះតែមុននឹងយើងទៅទិញសំបុត្រចូលក៏ខ្ញុំសូមបង្ហាញបងប្អូនអរគ្នាពីទស្សនវិជ្ជាខ្លះៗនៅក្នុង Resort មួយនេះនេះគឺជាទស្សនវិជ្ជានៃទន្លេវ៉ៃគោត្រើយខាងជើងហើយអគារពណ៌សនោះគឺផ្ទះត្រចៀកកម្មគឺគេចិញ្ចឹមត្រចៀកកម្មយកស្បុកឬក៏យកទឹកមាត់វាអញ្ចឹងបងប្អូនអរគ្នាហើយ Resort កូនកាត់មួយនេះគឺមានទីតាំងស្ថិតនៅទន្លេវ៉ៃគោត្រើយខាងជើងនឹងឯងបើយើងជិះពីទីរួមខេត្តស្វាយរៀងមកប្រហែលជា15នាទីគឺមកដល់ហើយបងប្អូនអ្នកខ្លះដែលមិនទាន់ស្គាល់ទីតាំងហើយចង់មកលេងនៅក្នុង Resort មួយនេះខ្ញុំនឹងដាក់ទីតាំងនៅក្នុងវីដេអូមួយនេះហើយជាបន្តនេះខ្ញុំសូមឡើងមកលើប៉មទាំងពីរនេះដើម្បីបង្ហាញបងប្អូនអរគ្នាអំពីទស្សនវិជ្ជាដែលយើងមើលពីលើថាតើ Resort មួយនេះមានលក្ខណៈដូចម្តេចខ្លះបើយើងមើលពីលើនេះទៅហើយនេះពុកម៉ែបងប្អូនអរគ្នានេះជាទស្សនវិជ្ជាដែលយើងមើលពីលើប៉មទាំងពីរនេះទៅឃើញតែដើមត្នោតនឹងឯងខ្ញុំនិយាយលេងទេពុកម៉ែបងប្អូនអរគ្នាតាមពិតវាមានដើមត្នោតនៅចិត្តនឹងមែនតែបើយើងកុំចាប់អារម្មណ៍ទៅលើដើមត្នោតនោះនៅខាងក្រោមគឺមានទេសភាពស្អាតខ្លាំងមែនទែនដោយសារមានគេរៀបលក្ខណៈដូចជាសួនច្បារសួនផ្កាហើយនៅខាងក្រៅនោះគឺវាជាប់ទៅនឹងទន្លេវ៉ៃគោត្រើយខាងជើងនឹងឯងអញ្ចឹងគឺយើងអាចមើល view បែប beach ផងហើយនឹងយើងអាចមើល view បែប garden ផងអញ្ចឹងមានន័យថាចំពោះពុកម៉ែបងប្អូនអ្នកគ្នាណាដែលចូលចិត្តមើល view នៅតាមឆ្នេរសមុទ្រឬក៏មើលសួនច្បារមើលអីចឹងមកទីនេះក៏វាមានលក្ខណៈស្រដៀងគ្នាដែរគ្រាន់តែថានៅក្នុងខេត្តស្វាយរៀងរបស់យើងគឺមិនមានសមុទ្រនោះទេគឺមានត្រឹមតែទន្លេគឺទន្លេវ៉ៃគោនឹងឯងចាំបាច់ទៅរកសមុទ្រឯណាបងប្អូនអ្នកគ្នានៅពេលទៅនេះយើងមកលេងនៅទីនេះមកខ្យល់អាកាសគឺល្អខ្លាំងមែនទែនអញ្ចឹងនៅ Resort ហ្នឹងថ្ងៃដែលខ្ញុំទៅហ្នឹងគឺមានភ្លៀងប៉ុន្តែនៅពេលដែលរាំងភ្លៀងហើយទើបខ្ញុំទៅដល់អញ្ចឹងនៅពេលដែលខ្ញុំទៅដល់ហ្នឹងគឺនៅមានតែខ្យល់ទេគឺភ្លៀងរួចហើយនៅពេលដែលវាភ្លៀងរួចហើយអញ្ចឹងខ្យល់គឺថាត្រជាក់ខ្លាំងមែនទែនបងប្អូនអរគ្នាដោយសារនៅជិតមាត់ទន្លេខ្យល់ចេញពីមាត់ទន្លេមកគឺត្រជាក់ខ្លាំងមែនទែនហើយចំពោះទីតាំង Resort មួយនេះចំពោះអ្នកដែលមានកូនតូចខ្ញុំសូម recommend ឲ្យពុកម៉ែបងប្អូនអ្នកគ្នាយកអូនតូចមកលេងនៅទីនេះគឺសប្បាយខ្លាំងមែនទែនចំពោះខ្ញុំជាមនុស្សធំហើយក៏ដោយនៅពេលដែលមកដល់ទីនេះក៏មានអារម្មណ៍ថាសប្បាយខ្លាំងមែនទែនអញ្ចឹងដើរលេងខ្លះទៅពុកម៉ែបងប្អូនអ្នកគ្នានៅពេលទំនេរកុំឲ្យសែតពេកតែចំពោះខ្ញុំវិញសប្បាយចិត្តក៏ដើរបានមិនសប្បាយចិត្តក៏ដើរបានដែរពុកម៉ែបងប្អូនអ្នកគ្នាដោយសារខ្ញុំចូលចិត្តដើរព្រោះថានៅថ្ងៃចុងសប្តាហ៍សម្រាប់ពីការងារខ្ញុំមិនដឹងត្រូវទៅណាមានតែដើរលេងនឹងឯងដូចជាដើររាប់ជើងមេអំបៅដូចខ្ញុំជាដើមនេះគឺអាចធ្វើឲ្យខ្ញុំសប្បាយចិត្តដែរបងប្អូនអ្នកគ្នាសំខាន់ពុកម៉ែបងប្អូនអ្នកគ្នាដឹងថាតើយើងចង់ធ្វើអ្វីយើងសប្បាយចិត្តយើងធ្វើនោះទៅកុំខ្វល់ច្រើនពេកហើយខ្ញុំនិយាយថាធ្វើអីធ្វើទៅឲ្យតែយើងសប្បាយចិត្តហ្នឹងមិនមែនចេះថាយើងធ្វើអីធ្វើទៅទេណាបងប្អូនអ្នកគ្នាខ្ញុំចង់និយាយថាយើងធ្វើអីធ្វើទៅឲ្យតែយើងសប្បាយចិត្តហើយជារឿងដែលសមហេតុផលហើយរឿងណាដែលមិនសមហេតុផលគឺខ្ញុំអត់គាំទ្រទេអញ្ចឹងដើម្បីកុំឲ្យបែកអូហូស្ទឹងវែងពេកយើងចូលមកមើលពីទស្សនវិជ្ជានៅក្នុង Resort របស់យើងវិញហើយនេះគឺជាផ្លាករបស់ Resort កូនកាត់ដែលមានសត្វកុកនៅអមសងខាងនឹងឯងនៅកន្លែងមួយនេះគឺមានប្លង់ថតរូបស្អាតច្រើនមែនទែនហើយបន្ទាប់ពីនឹងមកខ្ញុំនឹងនាំពុកម៉ែបងប្អូនអ្នកគ្នាទៅមើលទស្សនវិជ្ជានៅលើបាតដៃមួយនោះហើយនេះគឺជាទស្សនវិជ្ជាដែលយើងថតពីលើបាតដៃនឹងឯងនោះគឺជាទន្លេហើយនោះគឺជាផ្ទះត្រចៀកកម្មហើយនេះគឺជាទស្សនវិជ្ជាតែខ្ញុំនឹងនាំពុកម៉ែបងប្អូនអ្នកគ្នាមកមើលកន្លែងសត្វសេកកន្លែងនេះគឺយើងហៅថាត្រនំសេកឬក៏សម្បុកសេកក៏បានដែរពុកម៉ែបងប្អូនអ្នកគ្នាហើយនៅកន្លែងដែលយើងចូលទៅធ្វើការទិញសម្បុត្រដើម្បីចូលទៅលេងកំសាន្តកន្លែងមួយទីនោះក៏មានត្រនំសេកនឹងមួយដែរអូខេពុកម៉ែបងប្អូនអ្នកគ្នាដើម្បីកុំឲ្យបងប្អូនរងចាំយូរខ្ញុំនឹងទៅធ្វើការទិញសម្បុត្រដើម្បីទៅលេងកន្លែងនោះទាំងអស់គ្នាដូច្នេះតោះយើងទៅធ្វើការទិញសម្បុត្រជាមួយខ្ញុំទាំងអស់គ្នានេះជាទស្សនវិជ្ជានៃការចូលទៅទិញសម្បុត្រហើយនឹងគឺជាកន្លែងទឹកពុះ
តាមពិតទៅវាមិនមែនជាទឹកពុះអីទេគឺគេដាក់ឧបករណ៍បញ្ចេញផ្សែងហ្នឹងបើយើងប៉ះទៅគឺត្រជាក់ស្រឹមតែម្ដងអត់មានក្តៅទេពុកម៉ែបងប្អូនហើយចំពោះកម្មចន្ទាដែលយើងដើរចូលទៅកាន់ការទិញសម្បត្តិហ្នឹងក៏គេរៀបបានស្អាតដែរពុកម៉ែបងប្អូនអរគ្នាហើយកន្លែងនេះគឺមានទឹកហូរពីលើមកហើយយើងអាចអង្គុយញ៉ាំកាហ្វេនៅកន្លែងហ្នឹងបានកន្លែងហ្នឹងគឺគេធ្វើការញ៉ាំកាហ្វេហើយគេដាក់មានតាំងរូបកុករូបសេកអីដែរទៅចំពោះកន្លែងនេះវិញគឺជាកន្លែងមួយដែលយើងអាចមើលឃើញទ្រនំរបស់សត្វសេកមួយទៀតគឺនៅជិតនឹងហាងកាហ្វេនឹងឯងហើយសូមបញ្ជាក់ពុកម៉ែបងប្អូនអរគ្នាថាប្រសិនបើយើងចង់បានសម្បត្តិចូលទៅទស្សនាកន្លែងកំសាន្តនោះគឺយើងត្រូវធ្វើការទិញកាហ្វេអញ្ចឹងប្រសិនបើយើងធ្វើការទិញកាហ្វេឬក៏ភេសជ្ជៈផ្សេងៗដែលគេមានមេនុយស្រាប់គឺមានច្រើនជម្រើសដែរបងប្អូនអរគ្នាបើបងប្អូនចង់ហូបអីក្រៅពីកាហ្វេក៏គេមានដែរអញ្ចឹងយើងទិញម្នាក់មួយកែវទៅគឺនឹងទទួលបានសម្បត្តិម្នាក់មួយដើម្បីធ្វើការចូលទស្សនានៅកន្លែងកំសាន្តនោះគ្រាន់ថានៅហ្នឹងគឺគេមានលក់តែភេសជ្ជៈទេចំពោះមុខម្ហូបអីគឺដូចជាអត់ទាន់មានទេបងប្អូនអរគ្នាហើយនេះគឺជាទស្សនវិជ្ជាទូទៅនៅក្នុងហាងលក់ភេសជ្ជៈនៅក្នុងរីសតកូនកាត់ហើយចំពោះការតុបតែងរបស់គេវិញគឺស្អាតខ្លាំងមែនទែនបងប្អូនអរគ្នាគឺមានតុកន្លែងអង្គុយញ៉ាំកាហ្វេហើយយើងអាចមើល view នៅខាងក្រៅបានហើយនេះគឺខ្ញុំទិញចំនួន2កែវគឺទទួលបានសម្បត្តិចំនួន2សន្លឹកផងដែរដោយសារខ្ញុំមក2នាក់អញ្ចឹងខ្ញុំក៏មក strawberry ចំនួន2កែវហើយបងប្អូនអរគ្នានៅពេលដែលយើងចូលទៅកន្លែងកំសាន្តហ្នឹងគឺគេមានអ្នកដែលចាំទទួលសម្បត្តិនៅពេលដែលយើងចូលទៅគឺគេសួររកសម្បត្តិហើយយើងហុចសម្បត្តិទៅឲ្យគេទៅទើបគេឲ្យចូលបានអូខេមុននឹងនាំបងប្អូនអរគ្នាទៅកន្លែងលេងនោះខ្ញុំនឹងនាំពុកម៉ែបងប្អូនអរគ្នាទៅមើលកន្លែងមួយទៀតសិនកន្លែងខ្ញុំថតមិញគឺជាទស្សនវិជ្ជាដែលយើងអាចអង្គុយញ៉ាំកាហ្វេនៅខាងក្រោមហើយនៅខាងលើគឺមានមួយជាន់ទៀតពុកម៉ែបងប្អូនអរគ្នាខ្ញុំនឹងឡើងទៅជាន់ទី2ដើម្បីបង្ហាញឲ្យអ៊ំពូមីងបានឃើញទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំឡើងមកដល់ជាន់ទី2ហើយមើលទៅខាងក្រោមវិញនេះគឺជាទស្សនវិជ្ជានៅខាងក្រោមដែលសម្បូរទៅដោយផ្កាហើយនិងរុក្ខជាតិជាច្រើនប្រសិនបើយើងឡើងមកដល់ជាន់ទី2នេះគឺមានលក្ខណៈទូលាយជាងជាន់ទី1បន្តិចដោយសារនៅទីនេះគឺមានលក្ខណៈស្រឡះហើយគេអត់មានធ្វើការតុបតែងឲ្យច្រើនទេគឺមានតែតុសម្រាប់ធ្វើការអង្គុយញ៉ាំកាហ្វេហើយមើល view នៅខាងក្រោមជាពិសេសគឺយើងអាចមើលទៅទន្លេបាននោះបងប្អូនអរគ្នាគឺជាទន្លេវ៉ៃគោរបស់យើងនឹងគឺយើងអាចមើលពីខាងនឹងទៅបានហើយដោយសារតែមានភ្លៀងហើយបានខ្ញុំមកហ្នឹងនៅពេលដែលវារាំងទៅគឺនៅសល់ដក់ទឹកនៅលើនឹងឯងមានអីបងប្អូនអរគ្នានៅពេលដែលយើងមកទិញកាហ្វេនៅទីនេះយើងអាចធ្វើការអង្គុយនៅជាន់ក្រោមក៏បានជាន់លើក៏បានសំខាន់បងប្អូនចូលចិត្តជាន់លើឬក៏ជាន់ក្រោមអញ្ចឹងបន្ទាប់ពីបង្ហាញពុកម៉ែបងប្អូនអរគ្នានៅទស្សនវិជ្ជាក្នុងការទិញសម្បត្តិរួចខ្ញុំនឹងនាំពុកម៉ែបងប្អូនអរគ្នាដើរទៅកន្លែងមួយទៀតដើម្បីយើងធ្វើការយកសម្បត្តិនឹងចូលទៅកន្លែងលេងកម្សាន្តហើយនៅកន្លែងទិញសម្បត្តិនិងកន្លែងលេងកម្សាន្តនឹងគឺវាឆ្ងាយពីគ្នាដែរបងប្អូនអរគ្នាគឺប្រហែលជា100ម៉ែត្រជាងអីចឹងណាគឺខ្ញុំអត់ច្បាស់ដែរគឺប្រហែលខ្ទង់100ម៉ែត្រតិចតួចហ្នឹងឯងហើយនឹងគឺជាទស្សនវិជ្ជាដែលខ្ញុំកំពុងនាំពុកម៉ែបងប្អូនអរគ្នាមកជាមួយខ្ញុំដើម្បីធ្វើការចូលទៅលេងកន្លែងកម្សាន្តតាមផ្លូវទៅកន្លែងលេងកម្សាន្តនោះគឺគេដាំដើមរុក្ខជាតិច្រើនមែនទែនហើយនឹងគឺជាដើមមីនដោយដែលយើងឃើញអញ្ចឹងដើមមីនហ្នឹងគឺទូចហើយទៀបទេមានផ្លែបាត់ទៅហើយអូខេអញ្ចឹងខ្ញុំបានចេញពីតំបន់ដែលយើងទិញសម្បត្តិហ្នឹងរួចរាល់ហើយនៅពេលនេះយើងអាចមើលឃើញថាយើងមកដល់កន្លែងមួយទៀតតែយើងទៅដល់កន្លែងថ្មីហ្នឹងគឺជាកន្លែងមួយទៀតដែលយើងអាចទៅធ្វើការចូលលេងបានដោយយើងយកសម្បត្តិចូលទៅហើយមានអ្នកយាមនៅពេលដែលយើងចូលទៅដល់អ្នកយាមគេនឹងយកសម្បត្តិពីយើងហើយនៅកន្លែងហ្នឹងគឺសប្បាយខ្លាំងមែនទែនបងប្អូនអ្នកគ្នាដោយសារនៅទីនោះគឺគេរៀបចំមានកន្លែងស្អាតខ្លាំងមែនទែនដូច្នេះចង់ដឹងថាទស្សនវិជ្ជានៅកន្លែងថ្មីនោះមានលក្ខណៈដូចម្តេចខ្លះតោះយើងមកតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាចំពោះផ្លូវចូលកន្លែងថ្មីហ្នឹងក៏គេមានចាក់សាបដើម្បីឲ្យយើងដើរនៅពេលមានភ្លៀងអញ្ចឹងគឺមិនសូវរអិលឬក៏កុំឲ្យមានល្បាប់ជាប់បិជជើងយើងអញ្ចឹងហើយដោយអំបងពូមីងពុកម៉ែតាយាយទាំងអស់គ្នាបានឃើញអញ្ចឹងនៅក្នុងផ្លូវចូលហ្នឹងក៏គេដាក់ថាមានជីវិតមានក្តីសង្ឃឹមនេះគឺជាពាក្យស្លោករបស់គេអូខេពាក្យហ្នឹងគឺខ្ញុំគាំទ្រមានជីវិតទើបយើងមានក្តីសង្ឃឹមធ្វើអ្វីបន្តទៀតបើខ្ញុំមានជីវិតមានក្តីសង្ឃឹមដើរលេងអូខេឥឡូវនេះគឺយើងបានចូលមកដល់ទីតាំងនៅខាងក្នុងកន្លែងលេងហើយនឹងគឺជាទស្សនវិជ្ជាទូទៅដែលខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនអរគ្នាមួយនៅក្នុងកន្លែងដើរលេងមួយនេះចំពោះកន្លែងទីតាំងថ្មីមួយនេះគឺវាខុសប្លែកពីកន្លែងដែលយើងទិញសម្បត្តិបន្តិចដោយសារកន្លែងហ្នឹងគឺគេតុបតែងច្រើនហើយយើងមើលទៅគឺមានលក្ខណៈប្លែកបន្តិចកន្លែងនេះគ្រាន់តែខ្ញុំដើរមកដល់ភ្លាមគេសុំរៀបការភ្លាមអញ្ចឹងខ្ញុំក៏យល់ព្រមផ្លែតតែម្ដងអូខេងាកមកមើលកន្លែងនេះវិញក៏ជាកន្លែងមួយដែលយើងអាចមកអង្គុយញ៉ាំកាហ្វេបានផងដែរហើយកន្លែងនេះក៏គេធ្វើលក្ខណៈដូចជាខ្ចោះអញ្ចឹងតែគេធ្វើខ្ពស់ពីដីអ
ចឹងយើងឡើងមកមើលទាំងអស់គ្នាថាតើក្នុងហ្នឹងគេមានអីខ្លះហើយដោយតែពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូមួយនេះអញ្ចឹងនៅក្នុងហ្នឹងគឺមានតែតុសម្រាប់យើងអង្គុយញ៉ាំកាហ្វេមើល view ទូទៅនៅក្នុង resort មួយនឹងឯងបងប្អូនខ្លះតាមអត់ទាន់ឮតែខ្ញុំនិយាយពាក្យ view នៅក្នុងវីដេអូមួយនេះអត់ដឹងមានន័យថាម៉េចអញ្ចឹងពាក្យ view ហ្នឹងគឺមានន័យថាទេសភាពខ្ញុំសូមបញ្ជាក់ទៅលើបងប្អូនខ្លះគាត់តាមអត់ទាន់បើបងប្អូនខ្លះគាត់ដឹងហើយក៏សូមអធិស្ឋានផងបងប្អូនអរគ្នាហើយនេះគឺជាពណ៌មួយដែលយើងមើលទៅគឺថាខ្ពស់ជាងគេតែម្ដងនៅក្នុង resort មួយហ្នឹងហើយតិចទៀតខ្ញុំនឹងឡើងទៅលើពណ៌មួយនេះឲ្យបងប្អូនអរគ្នាមើលពណ៌ហ្នឹងយើងមើលផ្លែទៅដូច Clock Tower អញ្ចឹងបងប្អូនអ្នកខ្លះស្គាល់ Clock Tower ចេញមកនិយាយមែនបងប្អូនអរគ្នាចណ្ដើរឡើងទៅលើពណ៌ហ្នឹងគឺកោងខ្លាំងមែនតើខ្ញុំឡើងទៅញ័រជើងដែរហ្នឹងហើយវាក៏មិនសូវខ្ពស់ប្រហែលដែរគាត់ថាខ្ញុំអត់សូវហ៊ានឡើងអញ្ចឹងសារមើលទៅវារឿងកោងខ្លាំងពេកបងប្អូនមើលនៅក្នុងវីដេអូហ្នឹងគឺវាស្រែនៅខាងនៃ resort មួយនេះអញ្ចឹង resort មួយហ្នឹងគឺនៅជាប់វាស្រែនឹងឯងហើយក៏នៅជាប់នឹងទន្លេផងដែរអញ្ចឹងខ្ញុំនឹងឡើងទៅផ្ដិតយករូបភាពនៅលើប៉មនេះដើម្បីឲ្យបងប្អូនអរគ្នាបានទស្សនាចំពោះនៅលើប៉មហ្នឹងក៏គេមានដាក់តុដើម្បីឲ្យយើងធ្វើការផឹកកាហ្វេនៅកន្លែងហ្នឹងដែរហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតពីលើប៉មហ្នឹងដើម្បីឲ្យបងប្អូនអរគ្នាបានឃើញថាតើទស្សនវិជ្ជាដែលយើងមើលពីលើប៉មនេះមានលក្ខណៈដូចម្តេចខ្លះអញ្ចឹងដោយតែបងប្អូនឃើញហ្នឹងគឺសម្បូរទៅដោយរុក្ខជាតិនិងដើមឈើហើយបន្តិចទៀតខ្ញុំនឹងនាំពុកម៉ែបងប្អូនអរគ្នាទៅកន្លែងមួយនោះកន្លែងហ្នឹងគឺមានកន្លែងលេងច្រើនជាងហ្នឹងទៀតអូខេអញ្ចឹងយើងចុះពីប៉មដោយ Clock Tower មកហ្នឹងយើងមកដល់កន្លែងសត្វ Giraffe គឺសត្វកវែងហ្នឹងឯងបងប្អូនអរគ្នាសត្វហ្នឹងគឺខ្ពស់ខ្លាំងមែនតើខ្ញុំត្រឹមคลิกវាហ្នឹងឯងសត្វហ្នឹងបើយើងមើលទៅកម្ពស់ប្រហែល3ម៉ែត្រហើយព្រោះខ្ញុំ1ម៉ែត្រ8ដែរបានត្រឹមคลิกរបស់វាហ្នឹងឯងបន្ទាប់ពីហ្នឹងមកខ្ញុំនឹងឡើងទៅកម្មចន្ទើមួយនេះដើម្បីផ្ដិតរូបភាពពីខាងលើដើម្បីឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាអញ្ចឹងបន្តិចទៀតយើងនឹងបានដឹងទស្សនវិជ្ជានៅក្នុង resort មួយនេះដែលខ្ញុំថតនៅពីលើចន្ទើហ្នឹងឯងខ្ញុំគិតថានៅពេលដែលខ្ញុំថតពីលើចន្ទើនឹងទៅជុំវិញខ្លួនកន្លែងហ្នឹងគឺមានលក្ខណៈស្អាតជាងគេដោយសារវានៅកណ្ដាលកន្លែងលេងហ្នឹងតែម្ដងអញ្ចឹងយើងអាចមើលឃើញទស្សនវិជ្ជាជុំវិញនៅពេលដែលយើងថតពីលើកម្មចន្ទើមួយនេះខ្ញុំសូមប្រាប់រឿងមួយទៅចោះពុកម៉ែបងប្អូនពូមីងតាយាយទាំងអស់គ្នានៅពេលដែលយើងមកទីនេះពេលយើងឡើងកាន់តែខ្ពស់ខ្យល់កាន់តែខ្លាំងហើយកាន់តែត្រជាក់ខ្លាំងមែនទែនដោយបងប្អូនឃើញសក់របស់ខ្ញុំតាំងពីដើមអញ្ចឹងគឺរត់តាមខ្យល់រហូតវាអត់នៅស្ងៀមទេខ្ញុំគិតថានៅទីនេះគឺវាសម្បូរខ្យល់ដោយសារតែវានៅជាប់ទៅនឹងទន្លេនោះបងប្អូនអរគ្នានៅពេលដែលយើងឡើងមកទីនេះក៏យើងមើលឃើញទន្លេវ៉ៃគោផងដែរដោយសារតែមានទីតាំងស្ថិតនៅជាប់ទន្លេអញ្ចឹងហើយទើបធ្វើឲ្យរមណីយដ្ឋានមួយនេះមានលក្ខណៈត្រជាក់នៅពេលដែលយើងមកលេងមិនថាថ្ងៃមិនថាយប់នោះទេបងប្អូនអរគ្នាតែខ្ញុំមិនដឹងថាគេបើកយប់ដែរឬអត់ទេដោយសារតែយើងធ្លាប់មកតែពេលថ្ងៃអញ្ចឹងពេលយប់ក៏យើងអត់ដឹងថាគេបើកឬក៏អត់ដែរអូខេអញ្ចឹងបន្ទាប់ពីចុះពីលើចន្ទើហ្នឹងខ្ញុំនឹងនាំបងប្អូនអរគ្នាទៅមើលដើមមួយដែលដើមហ្នឹងគឺនៅសល់តែពាក់កណ្ដាលទេបងប្អូនឆ្ងល់ថាដើមនឹងសល់ពាក់កណ្ដាលមិនអញ្ចឹងដើមហ្នឹងគឺមានឈ្មោះថាដើមលីបអញ្ចឹងចាំនៅពេលដែលខ្ញុំឡើងទៅដល់លើចាំខ្ញុំបង្ហាញពុកម៉ែបងប្អូនអរគ្នាបានឃើញហើយនេះគឺជាទស្សនវិជ្ជានៅខាងលើដែលយើងអាចមើលពីដើមលីបទៅឃើញមានស្រះទឹកមានខ្ចោះមានកន្លែងលេងកន្លែងអង្គុយហើយជាពិសេសក៏មានទន្លេដែរបងប្អូនអរគ្នានេះគឺជាទស្សនវិជ្ជាដើមលីបដែលខ្ញុំថានៅសល់តែមួយខាងហ្នឹងដូចដែលយើងឃើញអញ្ចឹងជាទូទៅគឺដើមលីបវាមានលក្ខណៈមូលតែនេះគឺនៅសល់តែមួយខាងនឹងឯងហើយវាអាចរស់នៅបានខ្ញុំសូមសរសើរតែម្ដងអញ្ចឹងបន្ទាប់ពីចុះពីលើដើមលីបនឹងមកខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនអរគ្នានៅទស្សនវិជ្ជាផ្សេងៗទៀតនៅក្នុង resort មួយនេះហើយនេះក៏ជាកន្លែងមួយដែលមានតុកៅអីដែលយើងអាចមកអង្គុយជជែកគ្នាឬក៏មកផឹកកាហ្វេមកអង្គុយមើលទេសភាពមាត់ទន្លេវ៉ៃគោឬក៏មកអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធក៏បានដែរដោយសារនៅទីនោះគឺសម្បូរទៅដោយរុក្ខជាតិច្រើនខ្លាំងមែនទែនបងប្អូនមើលទៅគឺមានផ្កាស្អីខ្លះទេខ្ញុំអត់ស្គាល់ដែរចេញពីកន្លែងនោះមកខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនអរគ្នានៅកន្លែងមួយទៀតដែលគេទើបតែនឹងធ្វើថ្មីហើយនេះគឺជាកន្លែងដែលគេទើបតែនឹងធ្វើថ្មីគឺចេញរូបរាងបន្តិចម្ដងហើយបងប្អូនអរគ្នាហើយនៅពេលដែលគេធ្វើរួចមានលក្ខណៈដូចម្ដេចនោះក៏ខ្ញុំអត់ទាន់ដឹងអត់ទាន់ហ៊ានថាដែរដោយសារយើងអត់ទាន់អាចមើលឃើញនៅថ្ងៃអនាគតទេចាំពេលដែលខ្ញុំមើលឃើញមើលដឹងពីថ្ងៃអនាគតខ្ញុំនឹងទៅធ្វើជាគ្រូទាយហើយឡើយនេះគឺគេមានដាក់ស្រះទឹកអញ្ចឹងហើយគេដាំឈូកដាំអីពេញហ្នឹងអញ្ចឹងទៅនោះគឺជាកន្ត្រកវិលបងប្អូនណាដែលចង់ជិះកន្ត្រកវិលអាចមកជិះនៅទីនេះបានតែកន្ត្រកវិលហ្នឹងគឺអត់មានកន្លែងជិះទេពុកម៉ែបងប្អូនអរគ្នាបើសិនជាធ្លាក់វិញគឺអត់ទទួលខុសត្រូវទេតាមពិតគឺគេគ្រាន់តែដាក់តាំងតែប៉ុណ្ណោះហើយនៅខាងក្រៅខ្ញុំនេះគឺសុទ្ធតែកញ្ចុះគេដាក់សុទ្ធតែកញ្ចុះតែម្ដងបងប្អូនអរគ្នានៅលើទឹកហ្នឹង
យើងអាចមកអង្គុយលេងនៅលើកញ្ចុះនឹងបានឬក៏អង្គុយនៅកន្លែងផ្សេងៗទៀតគឺគេរៀបមានច្រើនកន្លែងមែនទែនសម្រាប់យើងអង្គុយលេងហើយអ្វីដែលសំខាន់ហ្នឹងគឺកន្លែងដែលខ្ញុំកំពុងដើរហ្នឹងគឺនៅជាប់នឹងមាត់ទន្លេតែម្ដងយើងអាចដើរទៅលេងនៅមាត់ទន្លេក៏បានបងប្អូនឃើញទេនេះគឺជា sunflower គឺជាផ្កាឈូករ័ត្ននឹងឯងពុកម៉ែអំពូតែយើងទាំងអស់គ្នាតែមិនមែនផ្កាពិតទេណាគឺផ្កាពិតណាធំៗអញ្ចឹងហើយនេះគឺជាទស្សនវិជ្ជាដោយដែលអំបងពូមីងពុកម៉ែតែយើងទាំងអស់គ្នាបានមើលឃើញនៅក្នុងវីដេអូមួយនេះអញ្ចឹងកន្លែងដែលខ្ញុំកំពុងថតលេងនេះទៅមុខទៀតអាចថាគេនឹងពង្រីកឬក៏គេកែច្នៃធ្វើបន្ថែមទៀតដោយសារបច្ចុប្បន្នហ្នឹងគឺគេកំពុងតែធ្វើបន្ថែមទៀតហើយដើម្បីឲ្យយើងបានមើលកន្លែងលេងកាន់តែច្រើនផ្សេងទៀតចំពោះ view ឬក៏ការរៀបចំតុបតែងនៅក្នុង resort មួយនេះដោយតែបងប្អូនឃើញនៅក្នុងវីដេអូមួយនេះអញ្ចឹងសម្រាប់ខ្ញុំគិតថាប៉ុណ្ណឹងគឺវាជាកន្លែងមួយដ៏ល្អហើយសម្រាប់ភ្ញៀវទេសចរជាតិឬក៏អន្តរជាតិដែលចង់មកលេងទីនេះក្តីខ្ញុំនិយាយថាភ្ញៀវជាតិនិងអន្តរជាតិមកលេងហ្នឹងគឺមានមែនដោយសារខ្ញុំមកថ្ងៃខ្ញុំមកហ្នឹងបងប្អូនអរគ្នាគឺបានជួបនឹងភ្ញៀវអន្តរជាតិគាត់មក 4-5 នាក់ដែរគាត់នាំកូនមកលេងហើយខ្ញុំមិនដឹងថាពួកគាត់ជាជនជាតិអ្វីទេប៉ុន្តែតាមខ្ញុំមើលទៅគឺតំណាងជាជនជាតិបារាំងហ្នឹងឯងហើយខ្ញុំក៏អត់បានថតពួកគាត់ឲ្យពុកម៉ែបងប្អូនអរគ្នាបានទស្សនាទេដោយសារខ្ញុំរៀបចេញទៅផ្ទះហើយខ្ញុំទុកកាមេរ៉ាទុកអីអស់ហើយអញ្ចឹងសូមអភ័យទោសផងពុកម៉ែបងប្អូនដូច្នេះហើយខ្ញុំជឿជាក់ថាមិនមែនមានតែភ្ញៀវទេសចរជាតិនោះទេសូម្បីតែភ្ញៀវទេសចរអន្តរជាតិក៏គាត់បានដឹងបានលើដំណឹងអំពី resort កូនកាត់មួយនេះផងដែរហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាអ្នកដែលនៅក្នុងខេត្តស្វាយរៀងនេះបានស្គាល់ទីតាំងរមណីយដ្ឋានឬក៏កន្លែងដើរលេងបែបប្រវត្តិសាស្ត្រក្តីឬក៏កន្លែងកម្សាន្តបែបសម័យថ្មីក្តីនៅកន្លែងណាដែលមានភាពសប្បាយរីករាយចូលរួមផ្សព្វផ្សាយទាំងអស់គ្នាដើម្បីឲ្យភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិបានដឹងបានមកទស្សនានិងលេងកម្សាន្តផងគោលបំណងនោះគឺដើម្បីជួយផ្សព្វផ្សាយទេសចរនៅក្នុងខេត្តស្វាយរៀងរបស់យើងទៅកាន់បណ្ដាខេត្តផ្សេងៗទៀតពិសេសដើម្បីជួយផ្សព្វផ្សាយទៅដល់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសជាដើមសូមអរគុណពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅក្នុងវីដេអូក្រោយបាយ